Ok, xin chào các bạn,នេះគឺជាវីដេអូមួយដែលខ្ញុំធ្វើការចែកម្លែកទាក់ទងជាមួយនឹងការបង្កើតទៅលើ folder HTML ហើយរួមទាំង file HTML នៅក្នុងនោះហើយសម្រាប់ការបង្កើតទៅលើ file HTML តើយើងអាចបង្កើតវាបានប្រមាណរបៀបហើយប្រមាណតម្រូវការអញ្ចឹងអ្នកនរគ្នាអាចចូលមើលវីដេអូនេះហើយកុំភ្លេចជួយទៅចុច subscribe ទៅលើ YouTube channel របស់ខ្ញុំ follow page TikTok ព្រមទាំង follow page Facebook ខ្ញុំផងអរគុណអញ្ចឹងដំបូងនេះអ្នកនរគ្នាគ្រាន់តែចូលមកកាន់ file explorer អ្នកនរគ្នាអាចធ្វើការចុច window ឬក៏ complete ទៅជាភាសាខ្មែរអូខេចឹងអ្នកនរគ្នាវាយ file explorer បែបនេះអ្នកនរគ្នាចូលទៅកាន់វាក៏បានឬក៏អ្នកនរគ្នាចុច window key window បូកអក្សរ e ក៏វាចូលមកកាន់ window file explorer របស់យើងដែរអូខេចឹងសម្រាប់ file explorer យើងអាចបង្កើតទៅលើ folder វាជាមុនសិនទើបយើងអាចបង្កើតទៅលើ file វាបានចឹងសម្រាប់ការបង្កើតទៅលើ folder តើអ្នកនរគ្នាគួរដាក់វានៅកន្លែងណាចឹងសម្រាប់ជាបទពិសោធន៍ខ្ញុំទូទៅគឺភាសាខ្ញុំបង្កើត folder របស់ HTML តែខ្ញុំសិក្សារៀនសូត្របែបហ្នឹងគឺខ្ញុំតែងតែដាក់វាទៅលើ desktop ដោយសារហេតុអីគេនៅពេលដែលអ្នកនរគ្នាធ្វើការ open វាមកវានឹង load ទៅលើផ្ទាំងនៅលើនេះឲ្យយើងមើលឃើញតែម្ដងអញ្ចឹងវាងាយស្រួលសម្រាប់ឲ្យយើងសិក្សារៀនសូត្របន្ថែមអូខេតោះអញ្ចឹងកុំឲ្យវែកញែកយូរឥឡូវខ្ញុំនឹងធ្វើការបង្កើតវានេះមកហើយអ្នកនរគ្នាយកពាក្យ new ចូលពាក្យថា folderចឹងសម្រាប់កន្លែងនេះអ្នកនរគ្នាអាចធ្វើការដាក់ឈ្មោះទៅលើ folder name របស់ HTML ហ្នឹងមកចឹងឥឡូវខ្ញុំគិតប្រាប់ឥឡូវខ្ញុំសរសេរថារៀន HTML អូខេឬក៏អ្នកនរគ្នាអាចបង្កើតទៅលើ file គេដាក់ name អីក៏បានដែរណាទៅតាមតម្រូវការរបស់អ្នកនរគ្នាចង់បានឥឡូវ HTML course អូខេប៉ុណ្ណឹងចុះណាហើយយើង enter ចូលមកកាន់ folder ហ្នឹងwindow គឺវាយពាក្យ VS Code អូខេចូលបានពីចុចពេលហ្នឹងគឺវានឹងចូលមកកាន់VS Code ជាទូទៅធម្មតា general អូខេអញ្ចឹងប៉ុន្តែយើងអាចមើលបាននៅលើនេះគឺវាអត់មានអីទេហើយអញ្ចឹងមានថាវាអត់ស្ថិតនៅក្នុង file folder របស់ HTML course របស់យើងទេមានថាយើងបើកវាជាប្រភេទ general ទូទៅអូខេអញ្ចឹងនៅពេលដែលខ្ញុំអាចបើកចូល open folder ហើយអ្នកនរគ្នាអាចធ្វើការអីគេគឺចូលមកកាន់ desktop កន្លែងដែលយើងធ្វើការបង្កើតលើ folder HTML course ខ្ញុំប៉ះទៅលើវា select folderចឹងនៅពេលនោះវានឹងចូលមកកាន់ HTML course ដែលជា folder HTML របស់យើងអូខេតាមកន្លែងហ្នឹងគឺយើងអាចចូលបានចឹងមានរបៀបទៀតក្នុងការចូលទៅកាន់ VS Code តែចូលទៅកាន់ VS Code ប៉ុន្តែស្ថិតនៅក្នុង folder យើងតែម្ដងចឹងនៅកន្លែងនេះអ្នកនរគ្នាឃើញបាននៅខាងលើនេះអ្នកនរគ្នាគ្រាន់តែប៉ះទៅលើវាrồiអ្នកនរគ្នាសេ CMD កด enter ហើយនៅពេលនោះវានឹងចូលមកកាន់ទីតាំងរបស់terminal របស់យើងឥឡូវខ្ញុំខវាយពាក្យថា code .clear បន្តិចយើងយកពាក្យ dot ហើយ enter ពេលនោះវានឹងចូលមកកាន់ VS Code ដែរប៉ុន្តែវាស្ថិតនៅក្នុង folder HTML course របស់យើងតែម្ដងអូខេអញ្ចឹងសម្រាប់ការចូលមកកាន់HTML course គឺមានពីរបៀបតាមរយៈ VS Code